ជម្រាបសួរអ្នកគ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកគ្នារបៀបក្នុងការបង្កើត account Bybit សម្រាប់អ្នកដែលគាត់មានតម្រូវការក្នុងការប្រើប្រាស់ Bybit បាទសម្រាប់ទុកកាក់ cryptocurrency ឬមួយក៏សម្រាប់ធ្វើការរកលុយតាម online ឬមួយក៏សម្រាប់វិនិយោគទៅលើកាក់ crypto ហើយអ្វីដែលជាចំណុចពិសេសនៅក្នុងវីដេអូនេះសម្រាប់បងប្អូនដែលគាត់បាន register Bybit តាមរយៈ link របស់ខ្ញុំឬមួយក៏តាមរយៈ referral code របស់ខ្ញុំដែលខ្ញុំដាក់ឲ្យនៅខាងមុខអេក្រង់វីដេអូហ្នឹងអ្នកគ្នានឹងទទួលបាន bonus $10 នៅពេលដែលអ្នកគ្នាបង្កើតរួចរាល់អូខេអញ្ចឹងកុំឲ្យខាត់ពេលយូរសម្រាប់បងប្អូនដែលចង់បង្កើត Bybit បាទបងប្អូនអាចទៅមើលពីរបៀបក្នុងការបង្កើតជាមួយខ្ញុំទាំងអស់គ្នាព្រមទាំងការ verify full KYC ផងដែរបាទតោះពាន់ជាមួយនឹងការបង្កើតបែបថ្មីនៅឆ្នាំ2025នេះខ្ញុំ recommend ឲ្យអ្នកគ្នាមកធ្វើការ download app ក្នុងការបង្កើតតែម្ដងសម្រាប់អ្នកដែលគាត់រស់នៅក្នុងប្រទេសខ្មែរយើងអាចធ្វើការតឡើង Bybit បាទ account ឬមួយក៏ Bybit app នៅលើ Play Store ឬមួយក៏ App Store មកបាទដោយសារថានៅក្នុងស្រុកខ្មែរយើងរដ្ឋាភិបាលបានធ្វើការប្លុកតាក់ទងមួយ website Bybit Binance អីដោយសារវាអត់ទាន់បានចុះបញ្ជីអញ្ចឹងយើងអត់អាចចុះឈ្មោះតាមរយៈ link បានទេតែសម្រាប់បងប្អូនដែលគាត់មើលវីដេអូរបស់ខ្ញុំហើយគាត់រស់នៅក្រៅប្រទេសដូចជានៅថៃឬមួយក៏នៅម៉ាឡេនៅឥណ្ឌូនេស៊ីឬមួយក៏នៅកូរ៉េអីអ្នកគ្នាអាចធ្វើការចុច link ដែលខ្ញុំដាក់ឲ្យនៅ description video សម្រាប់ធ្វើការចុះឈ្មោះបានគឺយើងនឹងអាចទទួលបាន bonus $10នៅពេលចុះឈ្មោះដូចគ្នាបាទតែដល់ឡែកតែអ្នកនៅក្នុងស្រុកខ្មែរគឺគាត់ត្រូវ download app ហើយបង្កើតតែម្ដងទៅដោយបំពេញ referral code បាទអញ្ចឹងខ្ញុំចាប់ផ្ដើម download app តែម្ដងចុះបន្ទាប់ពីបងប្អូនទៅឡើងពេញចុច open មកដើម្បីធ្វើការបង្កើតអូខេហើយបន្ទាប់ពីបងប្អូនចុចចូលមកបងប្អូនបើក allow វាមកដល់ផ្ទាំងមួយដែលមានទម្រង់បែបនេះហើយបងប្អូនសម្រាប់ការបង្កើត account ថ្មីចុចទៅលើកន្លែងពាក្យថា sign up ហ្នឹងមកបាទបន្ទាប់ពីបងប្អូនចុចទៅលើ sign up នៅកន្លែងនេះគឺវានឹងឲ្យយើងធ្វើការបំពេញជាមួយនឹង email ឬមួយក៏លេខទូរស័ព្ទសម្រាប់ធ្វើការបង្កើត account Bybit ហ្នឹងអូខេអញ្ចឹងបងប្អូនដែលចូលចិត្តបង្កើតតាមរយៈលេខទូរស័ព្ទវាយបញ្ចូលលេខទូរស័ព្ទមកហើយបងប្អូនដែលចង់បង្កើតជាមួយនឹង email យើងវាយបញ្ចូល email មកបាទហើយនៅប្រអប់ក្រុមនេះវាដាក់ថា referral code option ហ្នឹងបងប្អូនអាចបញ្ចូលលេខកូដណែនាំរបស់ខ្ញុំបានដើម្បីទទួលបានជា gift ឬមួយក៏ cadeau នៅពេលដែលយើងចោះឈ្មោះនឹងទទួលបានចំនួន$5 free អញ្ចឹងការទទួលបាន gift នេះគឺចំនួនមានកំណត់បងប្អូនដែលចោះឈ្មោះអាចរស់រាន់ទៅបើសិនជាបងប្អូនមានគម្រោងនឹងការបង្កើត Bybit អូខេអញ្ចឹងបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទមកក្នុងកន្លែងប្រអប់លេខទូរស័ព្ទនេះបងប្អូនវាយលេខទូរស័ព្ទបញ្ចូលហើយមិនដាក់លេខ0ទេឧទាហរណ៍លេខយើង088យើងវាយ087យើងវាយ87ឡើងលើទៅយើងមិនវាយលេខ0ទេទង់ជាតិនេះបើសិនជាយើងនៅក្នុងស្រុកខ្មែរយើងដាក់បូក855មកបើសិនជាយើងនៅប្រទេសណាយើង select កូដប្រទេសហ្នឹងមកណាបាទអូខេហើយកន្លែង referral code option នេះបងប្អូនអាចបញ្ចូលលេខកូដរបស់ខ្ញុំបានដើម្បីទទួលបានកាដូការចុះឈ្មោះ$5អញ្ចឹងវាយលេខកូដរបស់ខ្ញុំលេខ13 12បាទហើយ59នេះគឺជាលេខ referral code របស់ខ្ញុំអញ្ចឹងនៅពេលដែលបងប្អូនបញ្ចូល referral code ហ្នឹងបងប្អូននឹងទទួលបានជាកាដូនៅពេលដែលការចុះឈ្មោះរបស់យើងទទួលបានជោគជ័យបន្ទាប់ពីចុះឈ្មោះមួយអាទិត្យបាទអញ្ចឹងបន្ទាប់ពីយើងបំពេញព័ត៌មានចូលហើយបងប្អូនចុចកន្លែងពាក្យថា sign up now ហ្នឹងមកដើម្បីបង្កើត Bybit account អូខេចុច select ទៅលើ sign up now មកហើយមកដល់ចំណុចយើងកែកាប់ឆាទាញកាប់ឆាហ្នឹងចូលទៅក្នុងឲ្យត្រូវចន្លោះវាមកបាទហើយបន្ទាប់ពីយើងរងចាំបន្តិចយើងនឹងទទួលបានកូដ OTP មួយពីខាង Bybit ដែលគេបានផ្ញើមកឲ្យយើងគេនឹងផ្ញើជាសារលេខកូដ6ខ្ទង់ចូលទៅកាន់message ទូរស័ព្ទដៃរបស់យើងអ្នកគេចាំយកលេខកូដ6ខ្ទង់ហ្នឹងយកមកបំពេញនៅក្នុងប្រអប់ហ្នឹងមកតែសម្រាប់ account ខ្លះគឺគេ call មកអញ្ចឹងណាគេយើងស្ដាប់ខាងលេខកូដដែលគេហៅឲ្យយើងបន្ទាប់ពីយើងបញ្ចូលកូដ OTP ចូលទៅក្នុងប្រអប់មិញហើយវាមកដល់ផ្ទាំងមួយទៀតដែលមានទម្រង់បែបនេះគឺតម្រូវឲ្យយើងធ្វើការបង្កើត password អញ្ចឹងកន្លែងបង្កើត password ហ្នឹងបងប្អូនអាចដាក់8ខ្ទង់ណាបាទដាក់ជាអក្សរអង់គ្លេសមកបាទអញ្ចឹងខ្ញុំបើកឲ្យមើលជាឧទាហរណ៍ឲ្យមើលបាទមានអក្សរតូចអក្សរធំមានលេខហើយមានសញ្ញាទ្រង់ជ្រូកអីចឹងទៅបាទអញ្ចឹងនៅពេលដែលយើងដាក់គ្រប់ចំនួនវាហើយ security របស់យើងមានអក្សរតូចអក្សរធំមានលេខមានទ្រង់ជ្រូកអីគឺវា take គ្រីសទាំង4ប្រអប់បែបនេះមានន័យថាលេខកូដអញ្ចឹងគឺសុវត្ថិភាពខ្ពស់អញ្ចឹងបងប្អូនវាយបញ្ចូល password ហើយចុច sign up now មកដើម្បីបង្កើត account អញ្ចឹងការបង្កើតរបស់យើងគឺ register success ហើយអញ្ចឹងមកដល់ចំណុចនេះគឺបងប្អូនអាចចុច verify identity ដើម្បីធ្វើការ verify KYC identity ហ្នឹងមកអូខេអញ្ចឹងមកដល់កន្លែងនេះឬមួយក៏បើសិនជាបងប្អូនមិនបងប្អូនចុច skip គឺវានឹងមកដល់ផ្ទាំងដែលមានទម្រង់បែបនេះណាគឺវានឹងតម្រូវឲ្យយើងធ្វើ KYC នៅខាងលើអញ្ចឹងនេះវាដាក់ sign up ហើយ KYC ហើយ verify now អញ្ចឹងទៅអូខេបងប្អូនអាចចុច verify now នៅត្រង់ហ្នឹងក៏បានអូខេចុច verify now មកដើម្បីធ្វើ KYC ហើយកន្លែងធ្វើ KYC ហ្នឹងគឺវានឹងជាប់ location របស់យើងគឺនៅកម្ពុជាដោយសារយើងបង្កើតនៅក្នុងប្រទេសខ្មែរ
អូខេហើយ select Cambodia ដែលវាលោតស្រាប់ហ្នឹងមកហើយយើង tag នឹង Chrome នេះបាទហើយយើងចុច confirm អូខេហើយមកដល់កន្លែងនេះគឺវានឹងឲ្យយើងធ្វើការ verify នៅកន្លែងនេះយ៉ាង proof of identity យើងចុច verify មកបាទហើយបន្ទាប់មកការ verify របស់យើងមានជំរឿនក្នុងការ verify ជាមួយនឹងID card ហើយ verify ជាមួយនឹង passport ហើយជាមួយនឹងបានបើកបរឬមួយក៏ពាក់មីហ្នឹងដែលភាសាសាមញ្ញយើងហៅថាពាក់មីហ្នឹងអញ្ចឹងបងប្អូនរើសជំរឿនណាក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំគឺយក ID card វា recommend តែម្ដងគឺយើងប្រើអត្តសញ្ញាណប័ណ្ណយើងក្នុងការបង្កើតអញ្ចឹងយើង select លើ ID card ហ្នឹងមកហើយយើងចុច confirm នៅខាងក្រោមនេះបន្ទាប់មកចុច allow បាទហើយបន្ទាប់មកវានឹងបរិញ្ញាយើងក្នុងការ verify អញ្ចឹងវាមានការថតអត្តសញ្ញាណប័ណ្ណផ្ទាំងខាងមុខហើយផ្ទាំងខាងក្រោយអញ្ចឹងណាបងប្អូនហើយវាអត់ឲ្យរូបភាពបាំងឬមួយក៏រូបភាពនេះរៀងព្រិលទេវាទាមទារឲ្យរូបភាពនឹងច្បាស់អូខេអញ្ចឹងយើងត្រៀមអត្តសញ្ញាណប័ណ្ណយើងមួយមកហើយយើងធ្វើការផ្ទាំងផ្ទាត់បាទជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងយើងចុចកន្លែង confirm នៅខាងក្រោមនេះហើយមកដល់កន្លែងនេះវាសួរថា our country accept US បាទអញ្ចឹងយើងចុចខាងលើគេមកបាទហើយយើងចុច continue ហើយបន្ទាប់មកគឺវាឲ្យយើងធ្វើការថតបាទជាមួយនឹង ID អត្តសញ្ញាណប័ណ្ណរបស់យើងផ្ទាំងខាងមុខហើយកន្លែងហ្នឹងគឺខ្ញុំអាចនឹងបិទបាំងចាសូមបញ្ជាក់បងប្អូនថាត្រូវថតអត្តសញ្ញាណប័ណ្ណផ្ទាំងខាងមុខបាទអញ្ចឹងយើងធ្វើការថតផ្ទាំងខាងមុខមកបន្ទាប់ពីយើងថតហើយយើងចុចលើពាក្យថា document as readable ចុចហ្នឹងមកអញ្ចឹងបន្ទាប់ពីយើងថតផ្ទៃខាងមុខហើយយើងត្រូវថតអត្តសញ្ញាណប័ណ្ណផ្ទៃខាងក្រោយមួយទៀតបន្ទាប់ពីយើងថតអត្តសញ្ញាណប័ណ្ណផ្ទៃខាងក្រោយយើងចុចកន្លែងពាក្យថា document is readable ហ្នឹងមកអូខេអញ្ចឹងវានឹងធ្វើការ upload ចូលទៅកាន់ system របស់វាដើម្បី verify អូខេអញ្ចឹងវាដាក់ថា submit success អញ្ចឹងវាកំពុងតែឲ្យយើងធ្វើការ scan មុខរបស់យើងនៅត្រង់ចំណុចនេះបងប្អូនសូមធ្វើការថតផ្ទៃមុខរបស់យើងណាថតផ្ទៃមុខហ្នឹងគឺបងប្អូនត្រូវបិទព្រិចភ្នែកឬមួយក៏បើកមាត់រៀងឃើញថ្មិញបន្តិចចឹងណាបានវាអញ្ចឹងណាហើយបន្ទាប់មកកន្លែងនេះកន្លែង proof of identity ហ្នឹងគឺវានឹងចាញ់ processing អញ្ចឹងយើងរងចាំប្រហែលនាទីទេវានឹងធ្វើការ take crease ឲ្យយើងហើយយ៉ាងយូរបំផុតគឺ24ម៉ោងអញ្ចឹងបន្ទាប់ពីការចុះឈ្មោះរបស់យើងទទួលបានជ័យជោគជ័យយើងនឹងទទួលបាន message ចូលទៅកាន់ notification នៅលើ Bybit ឬមួយក៏បងប្អូនអាច refresh នៅកន្លែងហ្នឹងមួយមកគឺនឹងឃើញទេឥឡូវខ្ញុំចូលសារថ្មីអញ្ចឹងបន្ទាប់មកវាបាត់ហើយនេះមានន័យថាការចុះឈ្មោះយើងគឺបានជោគជ័យអញ្ចឹងយើងអាច verify address មួយទៀតក៏បានដែរបាញ់ verify proof of address ហ្នឹងគឺយើង verify អាស័យដ្ឋានរបស់យើងណាអានេះវា verify ដោយការប្រើ document ឬមួយក៏ bank statement របស់ធនាគាររបស់យើងអញ្ចឹងយើងអាចប្រើ bank statement របស់ ABA ឬមួយក៏យើងអាចប្រើ bank statement របស់ ACE សម្រាប់យកមកធ្វើការ verify អញ្ចឹងយើង select ទៅលើ view verify កន្លែង verify ហ្នឹងមកហើយចំណាំខ្ញុំនឹងដាក់ video ខ្លីមួយរបៀបយក bank statement ឲ្យអ្នកគ្នាសម្រាប់អ្នកដែលគាត់ចង់បាន bank statement អញ្ចឹងខ្ញុំចុចកន្លែង verify ហ្នឹងហើយបន្ទាប់មកនៅកន្លែងនេះគឺវានឹងឃើញពាក្យថា next យើង select ទៅលើ next ហ្នឹងមកបាទបន្ទាប់មកដល់ចំណុចនេះគឺវាឲ្យយើងធ្វើការថតproof of address ឬមួយក៏ bank statement របស់យើងហ្នឹងណារបៀបយក bank statement នៅលើ ABA អត់ពិបាកទេអ្នកគ្នាចូលមកកាន់ account ABA របស់អ្នកគ្នាមកហើយរើសគណនីដែលអ្នកគ្នាចង់យក bank statement មកចឹងដោយសារនៅលើនេះមាន3ក៏ខ្ញុំ select យកគណនីទី1លើគេហើយខ្ញុំ select ទៅលើហ្នឹងហើយបន្ទាប់មកខាងលើនេះអ្នកគ្នាឃើញមានទេ3យើង select ទៅលើហ្នឹងមកហើយបន្ទាប់មកអ្នកគ្នាយកកន្លែងពាក្យថាទាញយកបាទរបាយការណ៍គណនីចុចលើហ្នឹងមកបន្ទាប់មកកន្លែងនេះគឺជាជំរឿនខែដែលយើងចង់ទាញយកយើងត្រូវការអាម៉ានខែយកប៉ុណ្ណឹងទៅចឹងខ្ញុំត្រូវការ3ខែខ្ញុំ select ទៅលើ3ខែហើយកន្លែងនេះអ្នកគ្នាឃើញពាក្យថា PDF ហើយនិង Excel គឺយើងចង់ save ជា file អីបើសិនអ្នកគ្នាចង់ save ជា file PDF យើង select យក PDF ហ្នឹងមកហើយបន្ទាប់យើងចុចកន្លែងពាក្យថាទាញយកអូខេយើងចុចទៅលើពាក្យថាទាញយកមកហើយបន្ទាប់មកអ្នកគ្នាមកក្រុមតិចអ្នកគ្នា save to file មកបើចង់ save file វាទុកមកអញ្ចឹងយើង save file វាទុកមកអូខេអ្នកគ្នាអាច save ទៅលើ folder មួយណាក៏បានដែរឬមួយអ្នកគ្នាចង់បង្កើត folder ថ្មីក៏បានអញ្ចឹងខ្ញុំ save ទៅលើ folder ណាមួយដែលខ្ញុំចង់ save ចុះអញ្ចឹងខ្ញុំចុច back ហើយក្រោយនេះបាទហើយខ្ញុំ save ទៅលើ folder ដែលខ្ញុំបានបង្កើតហើយមានឈ្មោះថា ABA Bank Statement អញ្ចឹងខ្ញុំចុចទៅលើហ្នឹងហើយខ្ញុំចុច save បាទអូខេអញ្ចឹងអ្នកគ្នាបាន save វាដាក់នៅលើទូរស័ព្ទដៃរបស់យើងជា file PDF ដែលខ្ញុំបានដាក់វីដេអូមុនហ្នឹងបាទយកជា file PDF មកបាទយកជា file PDF មកអញ្ចឹងយើង select កន្លែង photo នេះហើយយើងនេះ upload file បាទ PDF ហ្នឹងមកបាទអញ្ចឹងយើង select ទៅលើហ្នឹងអូខេបន្ទាប់មកយើងទៅរើ file ដែលយើងបាន save ហ្នឹងមកបាទ
ចឹងខ្ញុំរក file ដែលខ្ញុំបាន save សិននេះ ABA Bank Statement របស់ខ្ញុំ file ដែលខ្ញុំ save ចេញមកមិញបាទចឹងខ្ញុំ select លើហ្នឹងបន្ទាប់មកខ្ញុំចុចទៅលើពាក្យថា document document is readable ហ្នឹងមកដើម្បីធ្វើការ review ហើយបន្ទាប់មកចុចលើ yes បាទចឹងកន្លែងហ្នឹងគឺវាឲ្យធ្វើការ back a photo out the page the document ចឹងត្រង់ចំណុចនេះគឺវាឲ្យយើងថតរូបភាពមួយសន្លឹកចឹងណាយើងអាច screenshot រូបភាពនៅលើ document របស់យើងនឹងមួយសន្លឹកមកដើម្បីធ្វើការយកមកបំពេញនៅក្នុងកន្លែងហ្នឹងអញ្ចឹងយើងចូលទៅកាន់ file របស់យើង screenshot រូបភាព bank statement របស់យើងមកសន្លឹកមកយើងចូលមកកាន់ file ដែលយើងបាន save មិញយើង select ទៅលើវាមកនេះគឺជារូបភាពបាទដែលយើងបាន save មកឬជា file PTE ហ្នឹងអញ្ចឹងយើង screen រូបភាពហ្នឹងមកសន្លឹកមកណាបាទអញ្ចឹងខ្ញុំសូម screenshot រូបភាពមកសន្លឹកហើយខ្ញុំកាត់វារៀងស្មើបន្តិចមកបើយកប៉ុណ្្នឹងបាទអូខេហើយខ្ញុំចុចដានហើយខ្ញុំ save បាទហើយបន្ទាប់មកយើងចូលមកកន្លែងមិញនេះកន្លែង Bybit របស់យើងចុចកន្លែងរូបភាពហ្នឹងហើយយើង choose up photo នេះបាទដើម្បីធ្វើការយករូបភាពអញ្ចឹងយើង select រូបភាពមួយមករូបភាពដែលយើងបាន screen មិញហ្នឹងជារូបភាពរបស់ bank statement យើងហ្នឹងហើយយើងចុច document is readable បាទយកយើងចុចលើហ្នឹងហើយវាកំពុងតែធ្វើការ loading បើអញ្ចឹងយើងរងចាំបន្តិចបាទអញ្ចឹងបន្ទាប់ពីវា loading ហើយយើងរងចាំបើសិនជាវាមិន approve ឬមួយក៏វា approve វានឹងលោតសារប្រាប់យើងវិញអញ្ចឹងណាអញ្ចឹងយើងរងចាំវាបន្តិចសិនទៅបន្ទាប់ពីយើងរងចាំបន្តិចហើយហ្នឹងគឺកន្លែងនេះកន្លែង proof of address ហ្នឹងគឺវា load processing មានន័យថាកំពុងរងចាំការ verify ឬមួយក៏រងចាំការត្រួតពិនិត្យតែឥឡូវនេះគឺដូចជាឃើញ load email មកគឺការធ្វើរបស់យើងគឺទទួលបានជោគជ័យហើយបងប្អូននេះadvanced identity verification complete នេះ we are to inform you that have successful complete the advanced identity verification អញ្ចឹងaddress ដែលយើងបានធ្វើការ verify ហ្នឹងគឺទទួលបានជោគជ័យហើយអ្នកគ្នានេះបាទគឺវាបាត់ហើយអញ្ចឹងការធ្វើ KYC ឬ verify KYC របស់យើងគឺជោគជ័យហើយបាទដើម្បីទទួលបានរង្វាន់បន្ថែមសម្រាប់ការចោះឈ្មោះដំបូងតាមរយៈ referral របស់ខ្ញុំបងប្អូនអាចមកកន្លែងរង្វាន់ហូបនេះបាទគឺយើងធ្វើការដាក់លុយចូលបាទតាមរយៈ Bybit P2P ក៏បានឬមួយក៏យើងដាក់ពី exchange ណាមកក៏បានដែរបាន$100ចូលនៅក្នុងហ្នឹងណាចឹងនេះនៅពេលដែលយើងដាក់លុយ$100ចូលគឺយើងអាច earn បាន$10ឬមួយក៏10 USDT ព្រោះនេះគឺវានៅ pending តែវា crease ហើយបន្ទាប់មកយើងចង់បាន20 USDT ទៀតគឺយើងត្រូវធ្វើការ deposit បាទចំនួន$100ចូលបាទនឹងបានពីខាងលើមកហ្នឹងហើយយើងធ្វើការ trade បាទលើសពី$10ឡើងចឹងយើងអាចបាន20 USDT ទៀតក៏ប៉ុន្តែនៅក្នុងនេះគឺវាអត់បានភ្លាមទេគឺវាមានរយៈពេលពីចន្លោះ3ថ្ងៃទៅ14ម៉ោងអីចឹងយើងអាចទទួលបាន bonus reward ហ្នឹងហើយចឹងកន្លែងនេះ pending តែពេលដែលយើងចូលមកកន្លែងហ្នឹងគឺវាមាន claim គឺយើងអាចធ្វើការ claim កាក់របស់យើងបានដែរបាទអូខេហើយសម្រាប់វីដេអូហ្នឹងគឺខ្ញុំបញ្ចប់តែប៉ុណ្្នឹងទេហើយនេះជាការ deposit របស់ខ្ញុំដែលខ្ញុំ deposit ចូលចំនួន150 USDT ពី Binance ចូលមកដើម្បីទទួលបានកាដូហ្នឹង